Ôi lời khơi kêu vật vô mi cha ngột nè ô ban tơ na tê miền tà chaខ្លួនឯងតែហូជាតិវិញខ្ជិលនិយាយចាអត់មានដូរជាមួយទេពួកគេដូរមួយខ្ញុំទេហើយប្រហិតនេះសិផិតខ្មែរណាផិតក្រហមក៏ផិតបោះខ្មែរដែរចាមកជាដំបងអត់ឈឺក្បាលច្រើនទេគឺធ្វើការជៀនពងសិនចាពងទាក៏បានពងមន់ក៏បានតាមចិត្តចង់ភ្នៅមិនភ្នៅអីតាមនឹងមកបន្ទាប់មកគឺប្រហិតគឺត្រូវតែជៀនបដាក់ទាំងនេះអត់សូវឆ្ងាញ់ទេអញ្ចឹងខ្ញុំអត់មានសាច់គោទេថ្ងៃហ្នឹងខ្ញុំមានតែប្រហិតនឹងឯងអញ្ចឹងយកមកជៀនវាឲ្យក្រៀមសិនព្រោះដោយសារខ្ញុំចូលចិត្តប្រហិតរៀងក្រៀមជៀនហើយទុកម្លែកមកដល់វគ្គសំខាន់ហើយគឺការផ្សំគ្រឿងរបស់យើងសម្រាប់គ្រឿងមីនេះគឺសំខាន់ទៅលើការផ្សំគ្រឿងហ្នឹងហើយត្រូវដាក់រសជាតិរៀងដិតទៅហើយព្រោះដោយសារមីនេះអត់មានដាក់ទឹកត្រីទេហើយសម្រាប់បរិមាណនេះគឺអាចឆាបាន2កញ្ចប់អីប៉ុន្តែបើសិនជាបន្លែយើងរៀងច្រើនប៉ុណ្ណឹងគឺល្មមហើយសម្រាប់មួយកញ្ចប់ណាអញ្ចឹងថ្ងៃនេះខ្ញុំឆាតែមួយកញ្ចប់ទេហើយគ្រឿងយើងដាក់ដិតទៅហើយព្រោះដោយសារយើងអត់មានប្រើទឹកត្រីទេហើយខ្ញុំអត់សូវប្រើម្ទេសច្រើនទេដោយសារតែថ្ងៃហ្នឹងកូនញ៉ាំដែរអញ្ចឹងទៅធ្វើគ្រឿងមកល្មមអត់សូវហឹរទេលាយគ្រឿងកូរបឹកឲ្យទុកម្លែកទៅបន្ទាប់មកគឺចាប់ផ្ដើមដងវគ្គឆាហើយគឺខ្ទឹមសខ្ទឹមក្រហមមានប៉ុណ្ណាដាក់ប៉ុណ្ណឹងមកល្មមអញ្ចឹងណាហើយខាត់ណានិយាយទៅឆាខាត់ណាមីគឺឆ្ងាញ់ជាងគេហើយបន្ទាប់មកគឺយើងចាក់ទឹកដែលយើងទឹកសោះដែលយើងបានលាយហើយហ្នឹងណាគឺយើងចាក់ចូលតែម្ដងហើយច្បល់វាឲ្យសព្វមកចាំយើងយកមីដែលយើងត្រាំទឹកយកមកដាក់ចូលព្រោះខ្ញុំអត់សោះទេខ្ញុំដាក់ត្រាំទឹកធម្មតាណាដើម្បីឲ្យវាមីហ្នឹងស្វិតសរសៃវាស្វិតល្អអញ្ចឹងឆាកូរវាឲ្យសព្វមកបន្ទាប់មកឲ្យវាសព្វគ្រឿងមកចាំយើងដាក់ប្រហិតចូលដែលយើងទុកម្លែកមិញហ្នឹងណាយើងចាក់ចូលមកតែបើសិនជាយើងឆាមួយសាច់គោគឺយើងដាក់សាច់គោមុនមីទាំងអស់គ្នាដាក់បន្លែហើយចាំដាក់សាច់គោហើយយើងចាក់ទឹកគ្រឿងចូលអាហ្នឹងវាតាមហ្នឹងអញ្ចឹងព្រោះដោយសារខ្ញុំប្រើប្រហិតអញ្ចឹងប្រហិតខ្ញុំដាក់ក្រោយគេតែប៉ុណ្្នឹងឯងជាការស្រេចហើយអូយទាំងអស់គ្នារសជាតិខ្ញុំខ្ជិលនិយាយឆ្ងាញ់ខ្លាំងហ្មងហើយបានពងទាជាប់ភ្នៅនេះទៀតអូអែមខ្លាំងបើមានម្ទេសហ៎អូយឆ្ងាញ់ណាស់ប្រហិតសាច់គោឆាក្រូចឆ្មានេះមិនថាញ៉ាំលេងឬក៏ញ៉ាំជាមួយនឹងបាយសគឺញ៉ាំជក់មាត់តែម្ដងបើសិនជាមានសមាជិកច្រើនទៀតគឺដដើមគ្នាញ៉ាំហើយដូច្នេះថ្ងៃនេះខ្ញុំចង់ចែកម្លែកតាក់ទងជាមួយនឹងវិធីធ្វើហើយជាមួយនឹងរូបមន្តតិចតួចឯហើយរូបមន្តហ្នឹងគឺគ្រឿងផ្សំតិចតួចមែនតើដែលងាយនៅក្នុងផ្ទះបាយយើងនីមួយសុទ្ធតែមានអញ្ចឹងដោយដែលអ្នកទាំងអស់គ្នាបានឃើញនឹងអញ្ចឹងគឺគ្រឿងផ្សំធម្មតាប៉ុន្តែគ្រាន់ថាបរិមាណគឺអ្នកទាំងអស់គ្នាលៃទៅតាមប្រហិតដែលអ្នកទាំងអស់គ្នាមានជាក់ស្ដែងអញ្ចឹងណាតែសម្រាប់ខ្ញុំគឺពេលហ្នឹងគឺខ្ញុំប្រើប្រហិតអស់2ខាំប្រហិតសាច់គោ2ខាំអញ្ចឹងលាយគ្រឿងក្នុងកូនចានមួយហ្នឹងហើយគឺកុំភ្លេចឲ្យសោះគឺក្រូចឆ្មាអ្នកទាំងអស់គ្នាត្រូវច្របាច់ក្រូចឆ្មាទុកណាហើយបន្ទាប់មកគឺចាក់ខ្លាញ់ចាក់ប្រេងឆាយើងចូលណាហើយបំពងប្រហិតធម្មតានឹងឯងនិយាយរួមទៅមុខម្ហូបមួយនេះគឺងាយមែនតើបើថាជួបជុំគ្រួសារបងប្អូនច្រើនអ្នកអីគឺធ្វើញ៉ាំលេងគឺអូយតដើមគ្នាហ្មងលិតដៃតែម្ដងហើយសម្រាប់ប្រហិតសាច់គោហ្នឹងគឺបំពងទៅតាមចំណង់ចំណូលចិត្តទាំងអស់គ្នាអាចបំពងក្រៀមឬក៏មិនក្រៀមអីតាមចំណង់ចំណូលចិត្តយើងចង់ហូបណាហើយបន្ទាប់មកគឺយើងយកប្រេងឆាតរ៉ែបន្តិចហ្នឹងគឺយកមកឆាជាមួយនឹងខ្ទឹមសហើយនឹងម្ទេសហើយម្ទេសហ្នឹងទៀតក៏អ្នកទាំងអស់គ្នាដាក់ទៅតាមចំណង់ចំណូលចិត្តដែរតិចច្រើនអីគឺដាក់តាមហ្នឹងហើយចាក់គ្រឿងដែលយើងបានលាយទុកកូនចានមិញហ្នឹងចូលទៅក្នុងហ្នឹងដើម្បីឆាវាទៅឲ្យវារលាយគ្រឿងនៅក្នុងហ្នឹងអញ្ចឹងណាបន្ទាប់មកទុកវាមួយសន្ទុះមកចាំយើងយកប្រហិតដែលយើងបំពងហើយហ្នឹងយកទៅចាក់ចូលហើយឆាធម្មតាទេអញ្ចឹងនៅពេលដែលឆាហើយគឺយើងកុំភ្លេចឲ្យសោះគឺក្រូចឆ្មាដែលយើងបានច្របាច់ទុកឬក៏យើងច្របាច់ភ្លាមពេលហ្នឹងហ្មងតែម្ដងក៏បានដែរហើយសម្រាប់រសជាតិគឺដាក់តាមចំណង់ចំណូលចិត្តនឹងឯងគឺជូរហឹលអីដាក់ថែមថយតាមហ្នឹងទៅហើយកុំភ្លេចឲ្យសោះគឺជីនាងវងគឺវានឹងបង្កើនរសជាតិឲ្យឆ្ងាញ់មួយបែបទៀតនិយាយទៅជូរហឹលហ្នឹងគឺអ្នកដែលគាត់ចូលចិត្តរសជាតិបែបហ្នឹងខ្ញុំដឹងតែត្រូវចិត្តហ្មងសម្រាប់មុខនេះទិញក្តាមស្រែ1គីឡូគឺយើងអាចធ្វើម្ហូបបាន2មុខសម្រាប់ថ្ងៃនេះខ្ញុំចង់ចែកម្លែកអ្នកទាំងអស់គ្នា2មុខហ្នឹងគឺក្តាមស្រែក្លុកគ្រឿងជាមួយនឹងខ្លាញ់ក្តាមស្រែអាំងអញ្ចឹងម្ហូបដំបូងគឺក្តាមស្រែក្លុកអញ្ចឹងក្តាមស្រែក្លុកហ្នឹងគឺការធ្វើអ្នកទាំងអស់គ្នាយកខ្ទឹមសខ្ទឹមក្រហមច្រាមជាមួយនឹងម្ទេសតាមបរិមាណដែលយើងចង់ហូបណាម្ទេសដែលយើងចេះញ៉ាំហឹលខ្លាំងហឹលល្មមអីយើងដាក់ទៅតាមចំណង់ចំណូលចិត្តឆាជាមួយភីងឆាហើយគឺយើងដាក់ក្តាមចូលតែម្ដងប៉ុន្តែក្តាមខ្ញុំទិញថ្ងៃនេះរៀងធំបន្តិចជាក់ស្ដែងទៅបើសិនជាអ្នកទាំងអស់គ្នាទិញបានក្តាមទូចជាងហ្នឹងគឺអាចយកទៅបំពងមុនបានអញ្ចឹងបើមិនអញ្ចឹងទេគឺអាចយកមកឆាដូចខ្ញុំតែម្ដងក៏បានដែរតែក្តាមខ្ញុំទិញមកនេះរៀងធំតិចហើយបើសិនជាបានទូចជាងហ្នឹងគឺល្អហ្មងចឹងនៅពេលដែលយើងឆាខ្ទឹមសខ្ទឹមខម្ទេសអីហើយយើងចាក់ក្តាមយើងកូរមួយស្ទុះហើយយើងក្របវាមួយស្ទុះសិនចាំយើងដាក់គ្រឿងហើយគ្រឿងហ្នឹងគឺមានតែសអំបិលម្ទេសរបស់ខ្ញុំហ្នឹងទេតែគឺនៅវីដេអូមុនដែលអ្នកទាំងអស់គ្នាអាចធ្វើការទៅមើលវីដេអូមុនបានធ្វើសអំបិលម្ទេសហ្នឹងមិនចាព្រោះដោយសារខ្ញុំធ្វើទុកតែម្ដងអញ្ចឹងពេលយើងចង់ធ្វើគ្រឿងណាដែលឆាជាមួយអំបិលម្ទេសគឺលឿនមែនតើដាក់តែប៉ុណ្្នឹងទេគឺរួចជាស្រេចតែម្ដងហើយសម្រាប់មុខម្ហូបនេះគឺខ្ញុំលួចប៊ឺបន្តិចទៀត
តែប៉ុណ្្នឹងឯងអញ្ចឹងគ្រាន់តែកូរវាឲ្យរលាយគ្រឿងជាមួយនឹងប៊ឺនឹងហើយទៅជាការស្រេចតែម្ដងព្រោះដោយសារតែអត់អីពិបាកឯនៅពេលដែលយើងមានសោះអំបិលម្ទេសនឹងនៅក្នុងទូទឹកកកទុកហើយសម្រាប់មុខម្ហូបទី2គឺខ្លាញ់ក្តាមអាំងនេះគឺកាន់តែងាយទៀតខ្ញុំអត់បានថតវីដេអូដោយសារតែខូច file ទាំងអស់គ្នាអធិស្ឋានផងសម្រាប់ខ្លាញ់ក្តាមហ្នឹងអ្នកទាំងអស់គ្នាឆ្កឹះខ្លាញ់ក្តាមហ្នឹងហើយដាក់តែអំបិលមកចុងស្លាបព្រាកាហ្វេហើយជាមួយនឹងប៊ីចេងបន្តិចហ្នឹងមកកូរវាឲ្យម៉ត់ហើយយើងដាក់ចូលស្នូកក្តាមទៅយើងយកតែអាំងទៅរួចជាស្រេចហើយប៉ុន្តែបើអ្នកទាំងអស់គ្នាអាំងជាមួយនឹងហ្គាសមានន័យហ្គាសឬក៏ខ្ជុងលក្ខណៈអាំងពីក្រៅមកវិញគឺល្អជាងដោយសារតែខ្ញុំអាំងលក្ខណៈដាក់នៅក្នុងម៉ាស៊ីនបែបនេះអត់សូវឆ្ងាញ់ទេទាំងអស់គ្នាហើយវារៀងអត់សូវឆ្អិនស្មើហើយបើសិនជាយើងអាំងពីក្រៅមកមានន័យថាយើងអាំងដាក់ខ្ជុងដាក់អីពីក្រៅធម្មតាដូចដែលយើងធ្លាប់ឃើញនៅស្រុកស្រែគាត់ធ្វើណាដាក់ក្នុងចក្រានខ្ជុងអីហ្នឹងគឺល្អជាងចឹងគឺបានតែប៉ុណ្្នឹងមកយើងយកមកអាំងមកគឺអូយញ៉ាំជាមួយនឹងបាយគឺអស់បាយពី3ចានហ្នឹងអត់ដឹងខ្លួនទេសម្រាប់ម្ហូបខ្មែររបស់យើងម្ហូបស្រែនេះគឺជាពិសេសគឺក្តាមស្រែដែលឥឡូវហ្នឹងកំពុងតែសម្បូរទៀតចឹងស្របពេលដែលក្តាមស្រែកំពុងតែសម្បូរកុំភ្លេចឲ្យសោះជាមួយនឹងពីរមុខនេះគឺរសជាតិឆ្ងាញ់មែនតើរបៀបធ្វើទឹកជ្រលក់សាច់អាំងវ៉ាសាប៊ីមួយមុខនេះសម្រាប់គ្រួសារដែលគាត់អាសាញ៉ាំសាច់អាំងជួបជុំគ្នាឬក៏យករូបមន្តនេះយកទៅធ្វើលក់រកស៊ីក៏បានដែរអ្នកទាំងអស់គ្នាខ្ញុំនឹងចែកម្លែកអ្នកទាំងអស់នេះពីវិធីធ្វើដូច្នេះនេះគឺជាគ្រឿងផ្សំមួយចំនួនដែលអ្នកទាំងអស់គ្នាត្រូវមាននិយាយទៅគ្រឿងផ្សំវាអាចរៀងប្លែកបន្តិចទាំងអស់គ្នាប៉ុន្តែរសជាតិក៏វាប្លែកទៅតាមនឹងដែរព្រោះដោយសារតែទឹកជ្រលក់នេះគឺទាមទារលក្ខណៈហិលតែហិលចេញពីវ៉ាសាប៊ីមកហើយគ្រឿងផ្សំដែលប្លែកបន្ថែមទៀតហ្នឹងគឺយើងត្រូវមានទឹកសូដាហើយជាមួយនឹងទឹកម៉ាយ៉ូណេសអញ្ចឹងនៅពេលដែលយើងញ៉ាំជាមួយនឹងសាច់អាំងទឹកជ្រលក់មួយនេះនឹងធ្វើឲ្យអ្នកទាំងអស់គ្នាចងចាំតែម្ដងអញ្ចឹងនេះគឺជាគ្រឿងផ្សំដែលអ្នកទាំងអស់គ្នាត្រូវមានហើយយកមកក្លុកចូលគ្នាទាំងអស់គ្នាអញ្ចឹងក្លុកនេះគឺអាចនិយាយបានថាបរិមាណដែលខ្ញុំចែកម្លែកហ្នឹងគឺអាចញ៉ាំបាន4-5នាក់អីអញ្ចឹងណាឬក៏អាចលើសហ្នឹងក៏ថាបានដែរព្រោះដោយសារតែទឹកជ្រលក់នេះគឺយើងអត់ទាមទារត្រូវជ្រលក់ច្រើនទេដោយសារបើជ្រលក់ច្រើនវារៀងហិលចេញពីវ៉ាសាប៊ីមកខ្លាំងពេកអញ្ចឹងបើសិនជាយើងចង់ធ្វើវាហើយយើងទុកក៏បានដែរយើងញ៉ាំតែបរិមាណដែលក្នុងក្រុមគ្រួសារយើងមានអញ្ចឹងណាហើយសាច់ដែលយើងមានកន្លែងនេះគឺខ្ញុំប្រើសាច់ដូចជាចូល3-4ខាំដែរគឺជាសាច់គោអាមេរិកដែលខ្ញុំបានទិញហ្នឹងតែយើងក៏អាចញ៉ាំមួយសាច់ជ្រូកឬក៏គ្រឿងសមុទ្រផ្សេងទៀតក៏បានដែរដែលយើងញ៉ាំសាច់អាំងជាមួយនឹងក្រុមគ្រួសារធម្មតាអាំងជាមួយនឹងចក្រានអាំងអញ្ចឹងណាអញ្ចឹងនេះគឺបានរួចរាល់ហើយខ្ញុំមានគីមឈីបន្តិចខ្ញុំបានដាក់គីមឈីផ្ទាប់ជាមួយនឹងជីការ៉េដែលគេមានឈ្មោះរបស់គេទាំងអស់នេះតែខ្ញុំអត់ស្គាល់ទេអ្នកណាគេគាត់ស្គាល់គាត់ជួយខមមិនប្រាប់ខ្ញុំវិញណាជីមួយហ្នឹងហើយញ៉ាំជាមួយនឹងទឹកជ្រលក់ហ្នឹងគឺត្រូវគ្នាហ្មងហើយទឹកជ្រលក់នេះបើសិនជាសម្រាប់អ្នកដែលគាត់អត់ចេះធ្វើម្ហូបហ្មងណាពេលដែលញ៉ាំមួយម៉ាត់ទៅជាមួយនឹងសាច់អាំងអីមួយគឺប្រកាសជាស្រែកថាប្លែកតែម្ដងវិធីធ្វើសងអំបិលម្ទេសនេះគឺអ្នកទាំងអស់គ្នាអាចយកទៅធ្វើបានច្រើនមុខតែថ្ងៃនេះគឺខ្ញុំបង្ហាញនឹងលក្ខណៈយកតែអាំងជាមួយនឹងសាច់គោអាចនិយាយបានថា slow cook ណាតែជាក់ស្ដែងសងនេះគឺអាចយកទៅឆាអំបិលម្ទេសយកទៅជ្រលក់ជាមួយនឹងម្ជូរអីផ្សេងទៀតបានហើយនេះគឺជាគ្រឿងផ្សំអ្នកទាំងអស់គ្នាអាចមើលបានតាមហ្នឹងណាហើយវិធីធ្វើគឺងាយមែនតើអ្នកទាំងអស់គ្នាអាចធ្វើសងនឹងទុករយៈពេលយូរក្នុងទូទឹកកកក៏បានដែរដោយដំបូងគឺត្រូវយកម្ទេសហើយជាមួយនឹងខ្ទឹមកិនឲ្យម៉ត់មកហើយយើងយកទៅឆាវាអញ្ចឹងណាឆាជាមួយនឹងប្រេងឆាមកល្មមបរិមាណសមល្មមដែលយើងដាក់ជាមួយនឹងខ្ទឹមជាមួយនឹងម្ទេសរបស់យើងដែលយើងបានកិនឲ្យម៉ត់ហ្នឹងអញ្ចឹងឆាឲ្យវាឈ្ងុយហើយឲ្យវាលីងស្ងួតមកចាំយើងដាក់ទឹកចូលបន្តិចហើយយើងរំងាស់វាមកសន្ទុះទៅតាមកម្រិតភ្លើងរបស់យើងជាក់ស្ដែងអញ្ចឹងណាហើយបន្ទាប់មកយើងដាក់គ្រឿងនោះគឺមានម្សៅស៊ុបហើយនឹងស្ករសបរិមាណដែលនៅខាងដើមវិញដែលខ្ញុំបានដាក់ហើយអញ្ចឹងណាអញ្ចឹងយើងកូរវាឲ្យរលាយគ្រឿងហ្នឹងមកហើយយើងរំងាស់វាឲ្យរៀងដាច់ទឹកបន្តិចមកគឺរួចជាស្រេចហើយអញ្ចឹងយើងអាចចាក់ចូលទុកក៏បានប៉ុន្តែជាក់ស្ដែងថ្ងៃនេះគឺខ្ញុំយកមកធ្វើលាបនៅលើសាច់គោអញ្ចឹងខ្ញុំដកបរិមាណមកសមល្មមដែលសាច់គោខ្ញុំមានហ្នឹងយកមកចាក់ចូលសិនហើយបន្ទាប់មកការលាយគ្រឿងសម្រាប់លាយសាច់គោហ្នឹងគឺផ្សេងទៀតណាអញ្ចឹងប៉ុន្តែយើងអាចរំលែកទុកនៅក្នុងកឡរបស់យើងទុកចឹងទៅប៉ុន្តែនៅពេលដែលយកមកលាបនៅលើសាច់គោដែលយើងចង់យកមកលាបអាំងហ្នឹងគឺយើងត្រូវរំលែកយកបរិមាណមកសមល្មមអញ្ចឹងមកយើងចាក់ប្រេងឆាចូលបន្តិចមកហើយគឺមានក្រូចសើចហើយក្រូចសើចមិញបរិមាណក៏ខ្ញុំបានដាក់នៅខាងមុខមិញហ្នឹងដូចគ្នាអញ្ចឹងយើងកូរវាឲ្យរលាយជាមួយនឹងប្រេងឆាហើយយើងចាក់ទឹកសាបចូលណាទឹកត្រជាក់ក៏បានទឹកក្តៅក៏បានដែរអញ្ចឹងវាអាចខ្លាចជាសោសមួយសម្រាប់យើងលាបនៅលើសាច់គោហ្នឹងគឺយើងយកមកអាំងអញ្ចឹងណាហើយរសជាតិអ្នកទាំងអស់គ្នាខ្ញុំអាចនិយាយបានថាវាឆ្ងាញ់មែនតើហ្មងណាអ្នកទាំងអស់
អស់គ្នាអាចសាកសិនសាច់គោនេះយើងអាចហាន់ស្ដើងក៏បានឬក៏យើងហាន់ជាដុំធំហ្នឹងរបៀបអាំងជាដែលគេហៅថា slow cook ហ្នឹងក៏បានដែរឬមួយក៏អាំងធម្មតាហាន់ស្ដើងអីក៏បានតាមចំណង់ចំណូលចិត្តទេសំខាន់ដែលខ្ញុំចង់ចែកម្លែកហ្នឹងគឺទឹកសោសមួយហ្នឹងដែលអ្នកទាំងអស់គ្នាអាចយកទៅធ្វើបានច្រើនមុខទឹកសោសដែលយើងទុកហ្នឹងគឺយើងអាចយកទៅញ៉ាំមួយម្ជូរក៏បានហើយឆាជាមួយនឹងជើងមាន់ឬក៏គ្រឿងមុខច្រើនមុខទៀតម្ហូបច្រើនមុខទៀតដែលអាចយកអំបិលម្ទេសមួយហ្នឹងយកទៅធ្វើជាគ្រឿងផ្សំសម្រាប់មុខម្ហូបផ្សេងទៀតបានអញ្ចឹងអានេះគឺខ្ញុំយកសោសហ្នឹងដែលយើងទុកហ្នឹងគឺយើងយកមកលាបទៅលើបន្ថែមរឹតតែឆ្ងាញ់ទៀតរបៀបធ្វើអំបិលផ្គានេះគឺអ្នកទាំងអស់គ្នាអាចធ្វើទុកបានដាក់ចូលកន្លមួយក្នុងទូទឹកកកទៅគឺអាចនៅពេលដែលចង់ញ៉ាំជាមួយនឹងបាយសបាយក្តៅបាយកកអីហ្នឹងគឺញ៉ាំបានហើយជាមួយនឹងម្ជូរក៏ញ៉ាំបានដែរហើយអាចយកទៅធ្វើមុខម្ហូបផ្សេងជាច្រើនទៀតដូច្នេះនេះគឺជាគ្រឿងផ្សំហើយជាមួយនឹងរបៀបធ្វើជាដំបូងគឺអ្នកទាំងអស់គ្នាត្រូវយកខ្ទឹមសជាមួយនឹងម្ទេសយកមកកិនឲ្យម៉ត់សិនដូច្នេះការកិនហ្នឹងគឺអត់មានដាក់ទឹកអីចូលទេណាគឺកិនខ្ទឹមសជាមួយនឹងម្ទេសហ្នឹងតែម្ដងហើយតាក់ទងជាមួយនឹងគ្រឿងផ្សំទាំងអស់ហ្នឹងគឺអ្នកទាំងអស់គ្នាក៏អាចដាក់កាពិបានដែរបើសិនជាអ្នកទាំងអស់គ្នាចូលចិត្តកាពិតែលើកនេះគឺខ្ញុំអត់ដាក់កាពិទេដោយសារខ្ញុំអត់ចង់ញ៉ាំបន្ទាប់មកគឺយើងចាក់ប្រេងឆាចូលមកយើងដាក់ខ្ទឹមសហើយនឹងម្ទេសដែលយើងបានកិនម៉ត់ហ្នឹងគឺយើងយកវាមកឆាជាមួយនឹងគ្នាឆាឲ្យវារៀងស្ងួតទឹកបន្តិចមកបន្ទាប់មកគឺយើងដាក់ទឹកចូលបន្តិចនិយាយទៅទឹកសាបយើងណាយើងដាក់ទឹកចូលបន្តិចមកបន្ទាប់មកគឺយើងដាក់គ្រឿងផ្សំដែលមានខាងមុខដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាមិញហ្នឹងគឺមានស្ករសហើយជាមួយនឹងម្សៅស៊ុបតែម្សៅស៊ុបហ្នឹងខ្ញុំបញ្ជាក់បន្តិចបើអ្នកទាំងអស់គ្នាចង់ដាក់កាពិសូមកាត់បន្ថយម្សៅស៊ុបចេញព្រោះបរិមាណម្សៅស៊ុបដែលខ្ញុំបង្ហាញអ្នកទាំងអស់គ្នាហ្នឹងគឺអត់មានដាក់កាពិទេតែបើដាក់កាពិសូមបន្ថយម្សៅស៊ុបចេញបន្តិចព្រោះមិនអញ្ចឹងទេវាអាចនឹងរសជាតិរៀងប្រៃអញ្ចឹងយើងបន្ទាប់ពីដាក់គ្រឿងផ្សំអីហ្នឹងហើយអស់ចូលហើយយើងកូរវាឲ្យរៀងសព្វហើយយើងក្របវាមួយក្លែតមកបន្ទាប់មកគឺយើងបើកដើម្បីយើងចាក់ផ្គាចូលអញ្ចឹងផ្គាហ្នឹងគឺយើងបកឲ្យស្អាតហើយយើងច្រាំវាម៉ត់អញ្ចឹងណាហើយយើងឆាវាចូលគ្នាមកអញ្ចឹងការឆាហ្នឹងគឺយើងឆាឲ្យរៀងស្ងួតទឹកណាបងប្អូនឲ្យវារៀងដាច់ទឹកតែម្ដងណាហើយតែប៉ុណ្្នឹងទេជាការស្រេចហើយយើងដាក់ចូលកន្លទុកឲ្យត្រជាក់ដាក់ចូលទូទឹកកកទៅឬក៏យើងចង់ញ៉ាំភ្លាមក៏បានជាមួយនឹងបាយកកឬក៏បាយក្តៅអីហ្នឹងគឺឆ្ងាញ់មែនតើបងប្អូនហើយមិនត្រឹមញ៉ាំបានតែជាមួយបាយទេជាមួយនឹងម្ជូរក៏យកទៅក្លុកក៏បានយកទៅជ្រលក់ក៏បានហើយអំបិលមួយនេះគឺអាចយកទៅធ្វើជាមួយនឹងម្ហូបផ្សេងទៀតជាច្រើនមុខសម្រាប់មុខម្ហូបផ្សេងទៀតចាំខ្ញុំចែកម្លែកអ្នកទាំងអស់គ្នានៅក្នុងវីដេអូក្រោយទៀតអរគុណច្រើនអត់សូវចេះហូបប៊ីយ៉ាអីទេប៉ុន្តែអារឿងម្ហូបសម្រាប់ក្លែមគេក្លែមមួយប៊ីយ៉ាអីហ្នឹងគឺចូលចិត្តហ្មងអញ្ចឹងចូលចំណោមនឹងគេដែរអញ្ចឹងយើងចែកម្លែកការធ្វើជើងមាន់ក្លុកនឹងទាំងអស់គ្នាដោយសារតែម្ហូបមួយនេះគឺឆ្ងាញ់ជក់មាត់ហ្មងដាំទឹកឲ្យតពុះមកបាក់ដាក់គល់ល្ខៃបន្តិចក្រូចសើចបន្តិចខ្ទឹមសបន្តិចយកមកសោះមិនថាសោះឯងគឺនិយាយទៅរំងាស់ឲ្យឆ្អិនជាមួយនឹងជើងមាន់ហ្នឹងហ្មងពេលដែលអ្នកទាំងអស់គ្នាឆាជើងមាន់ហ្នឹងគឺអត់យូរតែសោះជើងមាន់ហ្នឹងបន្តិចទេនិយាយទៅសោះដើម្បីឲ្យវាអស់ខ្លាញ់ផងកុំឲ្យវាឆ្អាបផងបន្ទាប់មកដាក់តប៊ឺបន្តិចមកយកមកឲ្យវាលាយណាឆាដាក់នៅលើខ្ទះខ្លាញ់ហ្នឹងហើយដាក់ខ្ទឹមសបន្តិចម្ទេសដាក់តាមចំណង់ចំណូលចិត្តចូលចិត្តហឹរប៉ុណ្ណាដាក់ប៉ុណ្ណឹងមកខ្ញុំដាក់រៀងហឹរបន្តិចដើម្បីឲ្យវាឆ្ងាញ់រសជាតិជើងមាន់គីឡូហ្នឹងតដាក់ម្ទេសច្រើនបន្តិចបានឆ្ងាញ់ហើយមានការ៉ុតនឹងទូបន្តិចហ្នឹងដាក់បន្តិចហ្នឹងមកហើយដាក់ជើងមាន់ដែលយើងសោះហើយហ្នឹងណាឆាឆលត្រឡប់ចុះត្រឡប់ឡើងតែបន្តិចមកនេះគ្រឿងផ្សំអំបិលម្ទេសហ្នឹងគឺខ្ញុំប្រាប់ច្រើនដងហើយអ្នកទាំងអស់គ្នាមើលវីដេអូចាស់របស់ខ្ញុំបានមានតែអំបិលម្ទេសហ្នឹងគឺខ្ញុំធ្វើម្ហូបបានច្រើនមុខខ្លាំងចានឹកម្ហូបធ្វើចេញរហូតហើយជើងមាន់ហើយជាមួយនឹងអំបិលម្ទេសនេះអូយត្រូវជាតិគ្នាខ្លាំងណាស់បើថាអ្នកខ្លះគាត់ចូលចិត្តអំពងក៏យកទៅអំពងក៏បានដែរតែខ្ញុំអត់សូវចង់ហូបខ្លាញ់ច្រើនអញ្ចឹងណាយកទៅសោះអញ្ចឹងទៅវាអត់សូវមានខ្លាញ់តែរសជាតិវិញណាអែមសាហាវហើយមានទឹកម្ទេសបន្តិចដាក់ទឹកម្ទេសបន្តិចមកអីគេទឹកស៊ីអ៊ីវខ្មៅបន្តិចមកដើម្បីយកពណ៌បន្តិចណាហើយស្លឹកខ្ទឹមបន្តិចមកអូហូយទាំងអស់គ្នារសជាតិហាងខ្លះសុំចាញ់នេះខ្ញុំនិយាយស្មោះត្រង់ហ្មងណាខ្ញុំហូបនិយាយទៅមួយចាននេះខ្ញុំហូបម្នាក់ឯងសឹងតែម្នាក់ឯងហ្មងណាឆ្ងាញ់មែនតើហ្មងទាំងអស់គ្នាវិធីធ្វើជ្រក់ត្រកួនមួយមុខនេះគឺអ្នកទាំងអស់គ្នាអាចធ្វើតុកញ៉ាំជាមួយនឹងបាយជាមួយនឹងសាច់គោងៀតឬក៏បបរអីក៏បានដែរ
ដូច្នេះនេះជារបៀបធ្វើនឹងគ្រឿងផ្សំអញ្ចឹងតកូនថ្ងៃនេះខ្ញុំទិញបានតកូនខ្មែររបស់យើងហ្នឹងគឺយើងធ្វើបានតែតកូនខ្មែរណាយកមក3ដុំហ្នឹងក៏ប្រហែលប៉ិនកដៃខ្ញុំទិញ3ដុំមកច្របាច់ជាមួយនឹងអំបិលហើយអំបិលហ្នឹងគឺដាក់បរិមាណសមរម្យយើងច្របាច់វារហូតដល់ទ្រាំបែបនេះណាហើយបន្ទាប់មកចាក់ទឹកចេញអ្នកនរគ្នាយកដាក់ក្លាសេទូទឹកកកហើយគ្រឿងផ្សំនេះគឺមានទឹកខ្មេះទឹកត្រីស្ករសហ្នឹងគឺដាក់បរិមាណស្មើគ្នាកូនចានចង្កឹះណាយើងដាក់មកដើម្បីលាយវាហើយយើងកូរវាឲ្យរលាយជាមួយនឹងស្ករសអីចឹងណាប៉ុន្តែគ្រាន់តែមិនបាច់រលាយនៅក្នុងហ្នឹងតែម្ដងក៏បានដែរដោយសារយើងត្រូវយកទៅដាំទៀតហើយពាក់ព័ន្ធជាមួយនឹងប៊ីចេងគឺយើងដាក់មកសភាបាយទៅហើយបើសិនជាអត់ចង់ញ៉ាំប៊ីចេងច្រើនយើងដាក់តែបន្តិចក៏បានដែរហើយបន្ទាប់មកគឺយើងលាយជាមួយនឹងទឹកសាបយើងបរិមាណដូចជាមួយនឹងទឹកខ្មេះទឹកថៃដែរយើងយកមកកូរនៅលើភ្លើងបន្តិចណាប៉ុន្តែយើងកូរហ្នឹងដើម្បីឲ្យតែវារលាយគ្រឿងទេយើងមិនបាច់ឲ្យវាកូរវាពុះទេមកល្មមអញ្ចឹងរលាយមកយើងបិទភ្លើងមកហើយយើងទុកឲ្យត្រជាក់ហើយអ្វីដែលមានបន្ថែមហ្នឹងគឺត្រូវមានខ្ទឹមសខ្ញីហើយជាមួយនឹងម្ទេសអញ្ចឹងនៅពេលដែលទឹកគ្រឿងរបស់យើងដែលយើងដាំពុះហ្នឹងត្រជាក់ហើយយើងអាចយកមកលាយគ្រឿងបានហើយអញ្ចឹងយើងដកតកូនចេញពីទូទឹកកកមកគឺយើងដាក់ខ្ញីខ្ទឹមសម្ទេសហ្នឹងហើយខ្ទឹមក្រហមដាក់ក៏បានអត់ក៏បានដែរបន្ទាប់មកច្របល់ចូលគ្នាមកហើយទឹកដែលយើងបានទុកឲ្យត្រជាក់ហ្នឹងទឹកគ្រឿងដែលយើងដាក់ទុកឲ្យត្រជាក់ហ្នឹងគឺយើងចាក់ចូលបរិមាណសមរម្យមកហើយទឹកហ្នឹងយើងអាចទុកពេលក្រោយទៀតបានយើងដាក់ក្លាសេទូទឹកកកណាហើយតែប៉ុណ្្នឹងជាការស្រេចហើយរសជាតិគឺឆ្ងាញ់មែនតើអ្នកទាំងនេះអាចសាកធ្វើបានហើយយើងញ៉ាំជាមួយនឹងបាយកកបាយក្តៅជាមួយនឹងងៀតគោបបរអីហ្នឹងគឺត្រូវតែម្ដងមីឆាណែមបែបគោកនេះហ่ะមើលទៅធម្មតាប៉ុន្តែញ៉ាំទៅអត់ធម្មតាទេរសជាតិប្លែកតែសម្រាប់មីគឺប្រើបានតែមីជូរហឹលហើយគោកទៀតបានអាចធ្វើបានហើយសម្រាប់របៀបឆានិងគ្រឿងផ្សំគឺងាយមែនតែនហ្មងអ្នកទាំងអស់គ្នាគ្រាន់តែដាក់ប្រេងឆាចូលបន្តិចហើយខ្ទឹមសចិញ្ច្រាំណាបន្ទាប់មកដាក់ពងមាន់ក៏បានពងទាក៏បានតាមចំណង់ចំណូលចិត្តមួយគ្រាប់ពីរគ្រាប់អីតាមយើងតាមបរិមាណមីដែលយើងមានហើយឆាជាមួយនឹងខ្ទឹមសអញ្ចឹងមកឲ្យរៀងសពបន្តិចមកចាំយើងដាក់បន្លែដែលយើងមានជាក់ស្ដែងចូលបន្លែហ្នឹងប្រើអីក៏បានដែរតាមចំណង់ចំណូលចិត្តទេមានអីដាក់ដឹងទៅពេលហ្នឹងខ្ញុំមានតែស្បៃហើយតកូនបន្តិចហ្នឹងដាក់តែប៉ុណ្្នឹងឯងហើយសាច់កាប់នេះសល់ពីម្សិលដែរអញ្ចឹងបានដាក់សាច់កាប់ចូលបន្តិចដែរហើយគ្រឿងផ្សំគោលនេះគឺជាណែមនេះទាំងអស់គ្នាអ្នកទាំងអស់នេះច្របាច់មកណែមនេះខ្ញុំប្រើណែមសាច់ជ្រូកណាដោយសារណែមសាច់ជ្រូកគឺឆ្ងាញ់ជាងសាច់ត្រីនៅពេលដែលយើងឆាទៅវាស្វិតជាងអញ្ចឹងយើងឆាមកហើយបន្ទាប់មកមីគឺខ្ញុំយកទៅត្រាំទឹកទេដោយសារតែបើយើងស្រស់អាហ្នឹងវាអាចរៀងផុយណាត្រាំទឹកគឺមីយើងសរសៃមីយើងនៅស្វិតល្អហើយបើនិយាយពីគ្រឿងផ្សំវិញគឺគ្រឿងផ្សំសសរបស់ទឹកមីគោករបស់យើងហ្នឹងយើងដាក់ចូលមកទាំងអស់មកហើយជាមួយនឹងខ្ទឹមកញ្ចប់មីនឹងដែរហ្នឹងហើយយើងឆាបន្តិចមកចាំយើងដាក់ម្សៅស៊ុបបន្តិចចូលទៅបានហើយទឹកស៊ីអ៊ីវខ្មែរគឺទឹកស៊ីអ៊ីវរូកូណាហើយជាមួយនឹងបន្ថែមជាមួយនឹងទឹកសៀងបន្តិចទឹកម្ទេសបន្តិចទៅទឹកសៀងអត់ដាក់ក៏បានដែរប៉ុន្តែខ្ញុំដាក់ទឹកម្ទេសពេលហ្នឹងអត់បានដាក់ទឹកសៀងទេបើមានទឹកសៀងយើងដាក់ទឹកសៀងបន្តិចទៅក៏បានដែរឲ្យវាមានជាតិណាតែប៉ុណ្្នឹងទេយើងច្របល់ឲ្យតែចូលគ្រឿងគ្នាហើយជារួចជាការស្រេចតែប៉ុណ្្នេះជាការស្រេចមីឆាណែមបែបគោកនេះគឺអ្នកទាំងអស់គ្នាអាចធ្វើញ៉ាំទៅអត់តលន់ទេទាំងអស់គ្នាដោយសារតែវាមានរសជាតិជូរហើយនឹងហឹរអ្នកដែលគាត់ចូលចិត្តម្ទេសអាចដាក់ម្ទេសថែមបានទឹកប្រឡាក់សាច់មាន់ដែលគេហៅថាទឹកបែបជប៉ុន teriyaki នេះគឺម៉ាម៉ាទាំងអស់អាចធ្វើឲ្យកូនញ៉ាំបានដោយសារតែរសជាតិរបស់ទឹកប្រឡាក់សាច់នេះគឺមានរសជាតិឆ្ងាញ់មែនតើនៅពេលដែលយើងប្រឡាក់ជាមួយនឹងសាច់មាន់ដូចយើងទៅញ៉ាំនៅហាងអញ្ចឹងហើយនេះគឺជាគ្រឿងផ្សំសិតតែគ្រឿងផ្សំដែលផ្ទះបាយនីមួយៗគាត់មានហើយងាយស្រួលមែនតើតែបរិមាណរូបមន្តដែលខ្ញុំប្រាប់អ្នកទាំងអស់គ្នានេះគឺមិនមែនធ្វើបានតែម្ដងទេគឺអ្នកទាំងអស់គ្នាអាចធ្វើទុកបាននៅក្នុងកន្លអញ្ចឹងណាអញ្ចឹងបន្ទាប់ពីធ្វើហើយយើងអាចទុកដាក់ក្នុងទូទឹកកកទុកអញ្ចឹងនៅពេលដែលយើងត្រូវការចាំយើងយកមកប្រើវាក៏បានដែរដូច្នេះហើយនៅពេលដែលយើងលាយគ្រឿងហ្នឹងហើយអស់គឺយើងយកវាមកដាំនៅលើខ្ទះមួយដែលយើងអត់មានដាក់ប្រេងឆាដាក់អីទេគឺយើងចាក់ទឹកហ្នឹងចូលតែម្ដងហើយរំងាស់វាដាំរៀងពុះបន្តិចមកគឺយើងបិទទៅទុកឲ្យត្រជាក់ទៅជាការស្រេចហើយអញ្ចឹងបើសិនជាយើងត្រូវការយកមកចៀនភ្លាមៗដូចខ្ញុំអញ្ចឹងគឺខ្ញុំប្រើសាច់មាន់ពីរផ្លូវតែសាច់មាន់ហ្នឹងគឺខ្ញុំប្រឡាក់ម្សៅស៊ុបតិចៗអញ្ចឹងណាហើយខ្ញុំផ្អាប់ទុកចូល10នាទីសម្រាប់សាច់មាន់ហ្នឹងអញ្ចឹងខ្ញុំយកសាច់មាន់ប្រឡះឆ្អឹងចេញអញ្ចឹងយើងយកវាមកចៀនធម្មតាមកយើងចង់ដាក់ប្រេងឆាបន្តិចក៏បានអត់ក៏បានដែរតែដោយសារតែខ្ទះខ្ញុំអត់ជាប់អញ្ចឹងទៅខ្ញុំអត់បានប្រើប្រេងឆាទេពេលហ្នឹងអត់ចង់ប្រើខ្លាញ់ច្រើនពេកហ៎ចឹងហើយយើងយកសាច់មាន់ហ្នឹងយកមកចៀនដើម្បីឲ្យវាឆ្អិនចូលខ្ទង់50%អីចឹងណាឲ្យវារៀងក្រៀមបន្តិចចេញខ្លាញ់អីបន្តិចហើយចាំយើងយកទឹកសោសហ្នឹងយកមកដាក់និយាយទៅមកបរិមាណមកសមរម្យចឹងណាយើងដាក់ទឹកសោសហ្នឹងចូលយើងលៃមកបរិមាណដែលសាច់យើងមានជាក់ស្ដែងចឹងយើងចៀនជាមួយគ្នាសាច់មាន់ហើយជាមួយនឹងទឹកសោសហ្នឹងរហូតដល់សាច់របស់យើងឆ្អិនជាការស្រេចហើយអញ្ចឹងយើងយកវាមកហាន់ទូចៗមកយើងអាចដាក់ញ៉ាំជាមួយនឹងបាយសបានហើយគឺរសជាតិឆ្ងាញ់មែនតើដូចយើងញ៉ាំនៅហាងអញ្ចឹងដើមខែហើយមិនដឹងមានណាគេមិនទាន់បើកប្រាក់ខែខ្លះទេ
Sao bông tia chiên đi tục từ nhằm cho mùi nằng bài so đã cho mùi nằng tật yêu rồi có tật thấy có con có bàn đài thay còn tha nhôm nó so và kia bị bay khọp nước nhôm đã châu từ đầm bay ở vì sạch và tham tiết hay virus chích ngay Osro trầm hộp ni mong chơi bằng pot cứ ai thơm hộp ni bàn cô tập bông tia rồi có bông mòn đại miên á châu tam cho nổi chật bao dương rồi có tam pariman để dương cho nhằm tới hay nhôm biên mà tê khiêu hay nằng chi bằng xôi nhôm đã làm o vì ngồi chừng á tập bắt nắng hay chạy châu tới tay còn đã phê hiện trần đi phê ché và tỏ mò trả ha dương về chạy vì sao hay dương khổ về từ hay đã bao phơn tịch bóng phọt dương cầm nọt phơn ai vì tịch đầm bay của mọi vì cloud bàn đấy hay dương mơ tam chạy snai nơi ở phần này có hôm nay bóng tia rồi có bóng mòn bao dương nước pan na dương chẳng bánแต่pan nắng chỉ ca sa cho dương do mà nhám cho mùi nặng bài ban nhám mùi tật xịu mà tê rồi có tật thầy có con ôi nhanh lệch môi mòn miền nào kê cho chật nhom mì xù đôi nhom mấy nhóm cho chật khangเหมือนกันโดยเฉพาะngàyนี้nhomหนังใจรำไหลเนี่ยต่อคนนี้ปีรูปประมวลประจำครูซาระบอกผู้ยมตายมาดองสมัยการบกตกไตรยมกัดท่าทอมาได้เตจึงไอ้หนังเมียงครูซาคลาก่อนเมียนตกไถ่บกเสียบก็คลาเซ่จังก่อนจังย้อมก่อนอาจะโจยอมเปลี่ยนเปลี่ยนตายสมัยผู้ยมคืออเตบัดเธอจังยอมมีส่วนจังคือบกตกไถ่เปลี่ยนเปลี่ยนในซาเวียนหนังเฟอร์ไอรูชินมีส่วนบอยยังงานเชียงในยังด่าตกไตรบกตกได้คลาเซ่ตกจังไงในเปยังบกตกไตรเปลี่ยนเปลี่ยนยังเปแต่ยังยอมยอแต่ยอมมีส่วนนั่นคือวิมีรูชิดช่วยหายวิชงานเชียงรูชิดนั่นเองhaiนี่คือchỉเครื่องซ่อมเนี่ยต่อคนนี้อาจมือบานคือยมกระทาอาจหนึ่งธรรมดาเตะผู้โดยสารแต่ตักไถ่บกคือวิมรูปประมวลปนังไอสมัยการยอมมีสู้เนี่ยจังเนไปได้ยังบกตักไถ่หนึ่งห้อยคือยังด่าปลายจมวยหนึ่งมีสู้สัตว์แต่ยังมีไอ้นั่งแบบเส้นเยอะมีสัจจุกจามติดระแต่งานแต่โดยสารเป็นนั่งคือยอมมีแต่เครื่องสมอตให้จมวยหนึ่งปลายติดเนี่ยต่อคนนี้บานเคยหนึ่งไอให้รูปประมวลพิเศษบอกผู้ยมนั่นคือด่าตักมาเตะให้จมวยหนังตักปิ่งปอคือยมเพลียดบานตีนี่คือจีรูปมนประจำขู่สาบอยมนเป็ดด่านจังก็คือฟัวมีซัวบอยเยอะรู้จิตการแต่ช่างมองแต่นเป็ดฟัวนั่งสมัยยมหัวจิตอัศฮัลหิงสเตอร์ฮัลติผู้โดยสารยมยามอย่างฮัลคลังจังนั้นจังมาแน่นากอดรู้โจรู้จิตไม่ไอ้บกตักไทยแต่ตามจะนอนจัดยังบานจูฮัลอินจังให้เบอร์เซนจะเนี่ยต่ออกนี้โจจิตสลายได้ไอ้ด่าสลายได้ประทามทิศกับบานได้กันแต่ช่างชบสำหรับบนอมตูกอมินเตอร์นะชุบชมขู่ซาไอ้จังเฟิร์มโฮอ่อยพลายฮาวโรนอดเคยเนี่ยสาเฟิร์บกขันนาตักพนัยมาหมกเนี่ยตักออกเนี่ยโอ้ยตักออกเนี่ยช่างคลางชื่อตะโบงคือเนี่ยตักออกเนี่ยเถยอขันนาตักโศกเซนมันตาด่าเพลงชามาสเพียนะตักออกเนี่ยดำใบเอาปลายบอยยืนนั่งเวียนปัวสะอาดจังด่าเพลงชามาสเพียโจเตอร์ตักหิงปูติดนั่งยังด่าขันนายังโจเตอร์แต่งโกลยังด่าโกลมันนั่นนะให้จำด่าสลักตามกราวให้ไปต่อมายังสรองเจนแมวยังตระด่าโจตรำตะกอต่างออกนี้ตะกอนั่นคือตะกะเจ๊ต่อมาเต้คือยังยกตำซ้อโกลจีฝังซ้อยให้นางมาเต้ด่าตามชนจัดคือยังยอมบกโจคณีให้เอาเวียริงมัดแต่จะนั่งใบมัดไปเตะละมมาให้ด่าสกอซ้อสกอทแนวปีเจนจังด่ากับบ้านติเต้ให้กะปิคือไปต่อมาคือยังชมเวียวิโจจิตนี่ฮะยังด่าปัดโขยนั่นก็ด่าตามชนจัดได้โจจัดจูคล้ายยังด่าชราอันจังเตอร์ให้ตึกไตรคือปีสลับปรีใบให้มีมาเตะด่ามาเตะไทม์มันนะให้ไทม์เติมกับหอมกับไทม์เจ็ดเมาต่างคนนี้ให้ด่าขันนาด่ายืงมันส่งจังนั่งด่าโจเมาโจบอลโจคนนี้ยังมีมาเตะห้อยด่าติ่งเมาให้ไปไทม์เชียร์นะด่าไปเอาช่วยไปไทม์เตียให้สชูนี่คือหย่อมปองให้ยัยเนี่ยต่างคนนี้จังเผอสชูสเงากับบ้านได้ให้จมูกหนังสลายได้จะบอกโจคนนี้มาแต่ปั้นนั่งไอ้เจกาสลายใจให้เป็นหมกนี้สำหรับรู้จิตคือชูให้ฮัลต่างคนนี้โอ้ช่างเหมือนแต่ด่ากันแต่ฮัลกันแต่ช่างยัยเตอร์สมัยคลายมันคือเตอร์มองสำหรับการชาใบไตรกระมองหมกนี่เบอร์ซันจะอัดชาเต้ประกอบจิตชาบแต่มาดองยำมัดบานเต้โดยเฉพาะงานนี้ยำหนังใจมันไหลเด่นต่อนี้แต่เลยรูปมนสำหรับการชาใบไตรกระมองโดยเฉพาะชีตโบงคือยังยอไตรกระมองจมห้อยได้ยังบานติงรูจิตสลัดนั่นคือยังยอมาเชียนเวียเชียนไอเวียเรียงเกรียมติดนั่นนะยัยเตอร์ได้ซาแต่ยำจังไอเวียรังขังกลายประทายมันตีได้จังยำเชียนเวียไอเวียเกรียมในขังกลายประทายนั่นให้ประตอบมันคือยำจับรำชาใบแต่มาดองจึงยำจับเพียงชาโจประต่อมาเครื่องซ่อมในฟ้าหัดบ้านคือขยัยให้จมวยหนังสลักกระโดดสายคือยังชาใบไตรกระมองคือเถาตะเมียนปีหมกนังแต่มาดองมันจังเต้คือวิอาหนังชาบปูได้ซาไถกระมองคือวิริงชาบจังงั้นเนี่ยจังชาใบไถกระมองคือได้คาดเถาตะเมียนขยัยให้จมวยหนังสลักกระโดดสายกระรถเนี่ยต่างออกเนี่ยด่ากับบ้านออดกับบ้านได้บ่เมียนกับด่าเตอร์บ่ออดกับออดเตอร์สลายจัดเตให้ประตอบแมวยังจะปองตีหรือก็ปองมอนยังโจจังกู้แต่งมูเจนปีปองตีปองมอนแต่มาดองกับบ้านได้เอาเมียนซอแต่ยำจังเอาเวียกระหลอกเตอร์ดำไปเอาเวียเลืองสมาคเนียเอาเวียคืนปอสอาด
chẳng mà to bây dương tập mình tịch hái dương chạm bài châu từ chẳng bài trá cứ nẹt tỏ khný đằng sau ấy cứ bài trá cứ dương thời ca riêng ngụt hay chẳng bài dương có thời ca riêng xuôi tịch đài chẳng mà sân chị bài dương đam tới riêng chia và nắng trà bài ở ngành tề chẳng mà tỏ mắt cứ dương cha còn lọc vi smart sạch cho mùi nắng bong tia rồi có bong mòn nắng mắt chậm dương đã kêu hay kêu ní nhom ở cầm nọt bạ màn tê tầng ở khný đời xa tại bài nó cứ dương cha ở vi sạp tề bộ đời xa thầy cầm mong bao dương vi prai dày chẳng cả đã khường bao dương đã mà sai sụp đã scoy nó dương đã tịnh tịnh ban này tam bài để dương miên bạ màn bài chạy style chẳng á hay nhom đã tâm bong bong hay cho mùi nắng sạc tâm và tham tiết làm bài cắt chạp chẳng dương cha vì ngô tới rồi chỉ sai chạy chẳng nhom bị chạm rong tia cứ cha bài nắng rồi chia sạp lem ban haiผู้โดยสารแต่ไตรกับหมองบ่เยอะเรียงปลายใหญ่จังแต่ปันนั้นคือยังอาจยามบานในใบมอนใบมาหมกนี้เนี่ยต้องเอาในเจฟเฟอร์คือยามออตลอนโดยใบมอนไหน้ำเตะใบสามไม้แค่ท่าใบมอนไหน้ำปันใต้นี้ใบมอนยมนี้คือเวียเมียนกาขอพลายปีใบมอนไหน้ำติดตุ่ยได้ยมกายชนะเนี่ยจังใจเลยต้องเอาในปีระเบียบเฟอร์ด้วยគ្នាได้เช่นแต่บอกคือยังดำตะไคร้ปูทอมแบบแดงมั้ยให้ยังด่าละเมียดให้จมูกหนังขยัยติดแต่ตามมอนเจสไตน์ในยังมีไงนี่ยังมีมอนสไลม์มือจมเฮียงนะแต่ต่อมาคือด่าจมหอยทอมแบบแดงนังไอให้นี่คือชีวิตที่ใช้เมื่อทำมอนยังจะอันเนอจังบ่โฮชิมนี่ตอนจะอันเตไปได้จะอันก็เนี่ยต้องเอาเนี่ยโยวิสรองมาด่าตะกอนะให้ตามมอนตกมาไหลเตอแต่ต่อมาคือยังมาช่างกอจังช่างกอนั่นคือมีตำซอกตำคอมาขยัยยังแฉมโจคเนี่ยจังชาเวียเรียงชงอยม้ายังจังกอโจงกอไอ้นี่คือยมเพอปีกระปองในซาปริมาณมอนยังมาจมเฮียงจังนะให้ยังช่างกอนั่งโจคเนี่ยม้าให้ยังด่าซาสมติเพลงช่องติจังนะปูปริมาณกอคือปีกับป้องได้ซาย่อมเธอสมัยมอนแสมาจำเพียงบ่ย่อมได้ย่อมเมียนนะให้ตึกมอนได้ยืงมันเงานั่นคือยืงกลมเจ้าคือยืงเถิดตกวีดำใบโยมาช่างก็ดำใบอังกอยืงเลื่องหล่อให้นี่ได้ซาแต่มอนย่อมมอนแสจังตึกคลันเฉินนั่นจังคือกอบ่ย่อมคือวีเลื่องหล่อเหมือนแต่ได้ซาวิจัยปีตึกมอนนะว่าสันเจียเนี่ยต่อเนี่ยปลามอนระเบียบมอนใบซาหรือกับมอนเอฟเซนจังตึกกออัดใส่ตึกมอนอัดใส่เลื่องหล่อเนี่ยต่อเนี่ยไอ้ดับมาใส่ละเมียดกับบานได้มาใส่ละเมียดจะหนูนะจังเยอะแต่ดำเตอบ้านไหนให้ไปต่อมาคือโจแต่ดอการฟื้นขึงซ้ำสมัยตึกฉลุจังตึกฉลุหรือขึงซ้ำในเนี่ยตอนนี้บ้านเคยในอย่างบ้านด่านั่งไงเนี่ยตอนนี้ด่าโจคเนียม้ากระหลอกขนมมาเส้นกระหลอกบ่ยืนด่าเมียนนั่นเลยให้ยังเยอะแต่ดำดุยยมจังให้ไปต่อมาจะมาใส่ชาโจเตอให้โกเวียเยอะแต่โกเวียละโหดหมองให้ด่าตั้งเต็นติ่งมาโกเวียบางเพลิงติ๊กโกละโหดกับอ้อยวิคลาวจ้ะเพราะฉะนั้นไปแบบปูหล่อบานขับปันในหายคือรูจิสราจะยังตกบลายเตยไปต่อมาดอสัญมอนในยังตามตะเกาะนั่งเนี่ยต่อเนี่ยใบวิตุยจากนั้นให้หายด่าขึงซ้ำติ่งมาบอลติบิเจนติบัดสันจะเนี่ยต่อเนี่ยบิเจนด่าบิเจนเตยบอดก็อดเตยให้ด่ามาเร็งติมาตำปรางติมาให้จีขมกนี่ไงนี่ยมด่าจีหิงโฉนติกับปัจจีหิงติจึงนั่งกับบานได้จังเตยคือยังจะบอลโจเนี่ยมาจังคือถ้วยใบยังนั่งยังยำจมูกหนังใบมอนเยอะอดตลอดมองต่อเนี่ยยมตะนี่เอาเนี่ยต่อเนี่ยซาเฟอร์ให้ได้ซาแต่ยมเพอตึกฉลุนี่เตี้ยก็คือวิถีชีวิตเนี่ยมองผู้ได้ทราบว่าสันจะเผอตึกไทยก็ก้องวิอาหิงตลอดแต่ตึกไทยนี่คืออัตลอดนี่ครอบแต่คอสัจจุแบบตึกไงนี่คือจังคอแบบโกกมาดองให้อามินเชิงโฉกอดมินไอเต้คือมินแต่สัจจุใบจอนทอมาได้ให้จมูกนางปะเกียร์ในซาลมานขอบไอ้นั่งคือย่อมาถือคอแต่มาดองแต่ได้อามินป่งเตียต่างออกเนี่ยไปนั่งโดยเฉพาะระเบียบเฟอร์ชีตบงนั่นคือซ้อมขึงวิสันซ้อมเทืองไหนยมมาด่านขนมนั่งต่างออกโจเนี่ยสันจังนั้นมินตักเสียวเพลงจองมาซาซบไอ้นั่นคือด่าโจมาจานมานี่ปริมาณในยมเผอนั่นคือใส่ฉุกใบจอนปีคำกะละในไงให้ปะเกียนั่งปะไฮจะปีคำในไงในไงจังคือด่าเขื่องไอ้โจคเนียมาแต่ปันนั่งปริมาณให้สมัยผู้ชีดแบบท่านนะแค่กดโจจะพายมันคลังไอ้เนี่ยคลักคอกดโจจะถึงพายมั้ยจังก็ได้สกอร์ไทม์ติดจังเตอร์ซ้อมเครื่องโดยห้าคือยังจับรำเฟอนั่นคือยังจับเพลงชาโจกเตะยังเมาส์ให้เมียนเติมซอกเติมคอมในยังแฉมนั่งให้จมวยนั่งขยัยยังจัดแสดงโยมาชาโจกเนี่ยจมวยนั่งเพลงชาจังนั้นให้คอมพลีกชีบางซอยต่างออกเนี่ยด่าใบวิกันแต่ช่วยประทานติดให้คอบอยมนี่คือยมดับสกอร์กับฮอมเตคือยังคอทอมมาได้มองโดยขึงซ้ำในยมดับปีดามจังไงจังไปแต่ช่วยคลันเติมแต่ยังชานั่งหาคือยังจะสัจฉุกใบจอนยังโจให้นั่งปะเกียเตอดำใบยังชาโจขณีอ่อยสอบปะนะฮะยังจะขึงซ้ำแต่ยังบานเลียให้มนนั่งนั่งด่าโจแต่มาดองมันต่อมายังชาโจขณีอ่อยสอบเตจมวยนั่งขึงนั่งสัตยังไอ้นั่งเปชาสอบหายังอาจจะตึกโจบานตึกสาบยังธรรมดานั่งไง
ពេលដែលសពគ្រឿងនឹងហើយយើងចាក់ទឹកសាបចូលហ្នឹងបរិមាណទឹកកន្លះចានគោមយើងណាចានគោមធំរបស់យើងហ្នឹងហើយបន្តមកគឺយើងកូរវានិយាយទៅយើងគ្របវាសិនគ្របឲ្យវារីងទឹកទាំងអស់គ្នានិយាយទុកឲ្យវារីងតែម្ដងរហូតដល់វាបរិមាណប៉ុណ្ណេះទាំងអស់គ្នាអញ្ចឹងពេលហ្នឹងគឺយើងអាចភ្លក់បានហើយថាវាថែមថយគ្រឿងអីអ្នកទាំងអស់គ្នាចូលចិត្តផ្អែមប្រៃអីគឺថែមថយគ្រឿងពេលហ្នឹងក៏បានដែរហើយពេលហ្នឹងខ្ញុំអត់បានថតជូនអ្នកទាំងអស់គ្នាគឺខ្ញុំដាក់ស៊ីអ៊ីវខ្មៅថែមតិចឲ្យវាឃើញពណ៌ស្អាតតែប៉ុណ្្នឹងជាការស្រេចទេយើងអាចញ៉ាំបានភ្លាមឆ្ងាញ់មែនតើបើមានពងទាពងមាន់ស្ងោរដាក់បន្ថែមទៀតរសជាតិកាន់តែឆ្ងាញ់ហើយប្លែកថ្ងៃនេះត្រូវធ្វើទឹកម្រេចទុកអញ្ចឹងក៏បានទិញពងទាកូនដើម្បីយកមកញ៉ាំជាមួយហើយទឹកម្រេចដែលរបៀបខ្ញុំធ្វើនេះគឺទុកបានយូរក្នុងទូទឹកកកហើយគឺអាចជ្រលក់អីក៏បានដែរត្រូវញ៉ាំជាមួយនឹងទឹកម្រេចបានគឺឆ្ងាញ់មែនតើអញ្ចឹងហើយជ្រុលទៅធ្វើទុកហើយខ្ញុំក៏បានទិញពងទាកូនដោយសារចង់ញ៉ាំពងទាកូនដែរអញ្ចឹងអាចញ៉ាំជាមួយនឹងទឹកម្រេចនឹងបានដូចគ្នាអញ្ចឹងក៏ទិញពងទាកូនដើម្បីយកមកស្ងោរញ៉ាំជាមួយគ្នាអញ្ចឹងណាដូច្នេះនេះជាវិធីស្ងោរពងទាកូនដើម្បីឲ្យមានរសជាតិឆ្ងាញ់ជាទូទៅអ្នកទាំងអស់គ្នាដឹងស្រាប់ថាគេដាក់ជាមួយនឹងទឹកដូងអីអញ្ចឹងណាប៉ុន្តែខ្ញុំអត់ទេគឺខ្ញុំដាក់ទឹកសាបធម្មតាទេប៉ុន្តែគឺខ្ញុំដាក់ជាមួយនឹងទឹកក្រូចថ្ងៃនេះខ្ញុំប្រើ Cambodia Cola តែបើសិនជាទាំងអស់គ្នាមានរបៀប Cola ដែរ brand អីផ្សេងក៏បានដែរដូចគ្នាអត់អីទេចាក់ចូលមកកំប៉ុងមកដូចខ្ញុំតែបរិមាណរបស់ខ្ញុំគឺសម្រាប់ពងទា10គ្រាប់អញ្ចឹងយើងដាក់ម្សៅស៊ុបបន្តិចអីបន្តិចណាដើម្បីវាមានជាតិសម្រាប់ក្រូចឆ្មាគឺខ្ញុំប្រើក្រូចឆ្មាដែលគេហៅថាក្រូចឆ្មាសម្រាប់ដាក់តែជ្រក់ណាបងប្អូនដោយសារវាមានរសជាតិឈ្ងុយជាងក្រូចឆ្មាហ្នឹងណាអញ្ចឹងជាដំបូងគឺយកខ្ទឹមសហើយនិងម្ទេសយកមកក្លុកចូលគ្នាសិនជាមួយនឹងទឹកក្រូចឆ្មាហ្នឹងអញ្ចឹងទឹកក្រូចឆ្មាខ្ញុំប្រើកន្លះកូនចានណាកូនចានចង្កឹះបើសិនជាយើងប្រើក្រូចឆ្មាធម្មតាប្រហែលជាអាចនឹងតិចជាងហ្នឹងក្រូចឆ្មាហ្នឹងវារៀងផ្អែមប៉ុន្តែវាមានរសជាតិឈ្ងុយអញ្ចឹងខ្ញុំណែនាំអ្នកទាំងអស់គ្នាប្រើក្រូចឆ្មាហ្នឹងវិញឆ្ងាញ់ជាងពេលក្លុកមកហើយអ្នកទាំងអស់គ្នាទុកបន្លែកមកបន្ទាប់មកយើងដាក់ស្ករសប៊ីចេងចង់ដាក់ក៏បានអត់ក៏បានហើយខ្ញុំអត់មានប្រើអំបិលទេគឺខ្ញុំប្រើម្សៅស៊ុបហើយបរិមាណដែលខ្ញុំធ្វើហ្នឹងគឺមួយកូនចានហ្នឹងតែម្ដងសម្រាប់ធ្វើទុកហើយយើងចាក់ខ្ទឹមម្ទេសដែលយើងកិនម៉ត់ហ្នឹងដាក់ចូលមកហើយយើងដាក់ម្រេចតាមបរិមាណដែលយើងចូលចិត្តមកបើដាក់ច្រើនពេកអាចនឹងហឹរចឹងដាក់មកល្មមមកហើយយើងកូរចូលគ្នាមកទាំងអស់គ្នារសជាតិខ្ញុំហ៊ាននិយាយថាអ្នកទាំងអស់គ្នាឆ្ងាញ់ហ្មងចង់យកទៅជ្រលក់អីក៏បានដែរធ្វើទុកនៅកណ្ដាក់ក្នុងទូទឹកកកទៅញ៉ាំបានយូរចឹងពេលត្រូវញ៉ាំគឺយើងដកមកញ៉ាំតែម្ដងថ្ងៃនេះខ្ញុំមានពងទាកូនហ្នឹងគឺញ៉ាំត្រូវគ្នាមែនតែនដូចដឹងហើយពងទាកូនគឺត្រូវញ៉ាំជាមួយនឹងអំបិលម្រេចហើយត្រូវមានខ្ទឹមជ្រក់ទៀតបានឆ្ងាញ់តែអំបិលម្រេចនេះអត់ចាំបាច់មានខ្ទឹមជ្រក់អីគឺឆ្ងាញ់ដូចគ្នាអូយទាំងអស់គ្នាឆ្ងាញ់ខ្លាំងណាស់